បាទជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងបន្តលំហាត់របស់យើងដល់ទំព័រទី190នៅក្នុងលំហាត់ទី7យើងតកតងទៅនឹងប៉ារ៉ាបូលនៅក្នុងប៉ារ៉ាបូលបានធ្វើមួយវីដេអូនេះជាវីដេអូទី2ហើយតកតងនឹងចំណុចនេះវាតកតងនឹងមេរៀននឹងមេតាណាក៏វាតកតងមេរៀនដែរព្រោះថាឡើយនេះវាអាចនឹងខុសពីទម្រង់នៃការបន្លំបាត់ដប់មិនសូវឃើញអញ្ចឹងទៅប្រហែលដូចជាអត់ដែលឃើញមែនអូខេអញ្ចឹងគេប្រាប់ថាអីគេគាត់ថាបើយើងលំហាត់នេះបើសិនជាយើងអត់ចេះនិយមន័យទេយើងអត់ដឹងថាអត់យល់ទេអានមកប្រធានហ្នឹងអញ្ចឹងគេថាចល័ត P1 ជាចំណុចសំទោសចំណុច P1 ចល័តដែលមានចម្ងាយស្មើពី F ទៅនឹងបន្ទាត់មួយដែលមានសមីការ y 16ស្មើ0អញ្ចឹងអានេះវាតកតងនឹងនិយមន័យដាក់ទៅនេះចុះអញ្ចឹងគេថាគេមានបន្ទាត់ y ស្មើនឹង6នៅកំណុំមកវានោះវាមាន abscissa x.1 y ស្មើ2អូខេទៅនេះចុះអញ្ចឹងទៅនេះអញ្ចឹងគេថាសំណុំចំណុច P ហ្នឹងដែលជាចល័តអញ្ចឹងគេថាវាចល័តវាបានជាសំណុំចំណុចដែលមានចម្ងាយពីអត់សំទោសវាមានចម្ងាយពី F មក P ស្មើនឹងពី P ទៅបន្ទាត់គ្រប់ចំណុចហ្នឹងទៅហើយទីហ្នឹងវាចូលរូបយមន័យរបស់ប៉ារ៉ាបូលអញ្ចឹងបើសិនយកដល់យមន័យហ្នឹងទៅយើងអត់អាចដោះស្រាយចេញអូខេអញ្ចឹងយើងមានប៉ុណ្ណឹងមកដូចនៃការសរសេររបស់ខ្ញុំគឺខ្ញុំដាក់បំប្រាប់វាមកហើយខ្ញុំឆ្លៀតតាំងបន្ទាត់នឹងដោយ L ចុះអញ្ចឹងគឺទៅតាមបំរាប់គេប្រាប់ខ្ញុំដោះស្រាយតាមពីរបៀបទី1គឺប្រើទៅលើបំរាប់តែម្ដងបន្តមកទៀតចាំប្រើយមន័យចឹងបំរាប់យើងតាទូទៅ y ណាមួយរបស់ P តែទៅនេះដូចជាមាននិយាយដល់យមន័យទេគាត់ថាយើងដឹងវាជាប៉ារ៉ាបូលចឹងយើងស្រាវចេញជារាងប៉ារ៉ាបូលអូខេនេះជារូបមន្តពីចំណុច1ទៅបន្ទាត់ពីចំណុច1ទៅបន្ទាត់អញ្ចឹងឯណាបន្ទាត់នោះគឺ y 16នេះជាបន្ទាត់អញ្ចឹងសមីការបន្ទាត់គឺ a x បូក b y បូក c ស្មើ0ឬក៏យើងសរសេរជាទម្រង់ដែលយើងតែឃើញគឺ y ស្មើនឹង ax បូក b អញ្ចឹងអាហ្នឹងគឺគេបោះឲ្យគេតាំងនេះតាំងដោយ a' b' ចុះដើម្បីកុំឲ្យមើលទៅខុសគ្នាហ្នឹងគឺទាញរក y អូខេចឹងនេះយើងមកមើលធាតុនីមួយៗនេះ a ហ្នឹងជាអីគេនេះជាមេគុណរបស់ x b មេគុណរបស់ y c នេះជាចំនួនថីចឹងនេះនៅសារនៅក្នុងប្លង់បើសិននៅក្នុងលំហវាបូក cz សំទោសចេះបូក cz បូក d ទៅទៀតចឹងទៅអានោះស្ថិតនៅក្នុងប្លង់សំទោសស្ថិតនៅក្នុងលំហ 3D អានេះ 2D អញ្ចឹងប៉ុណ្ណឹងមកយើងមើល x on y on នឹងស្អីគេហ្នឹង x on y on ហ្នឹងគឺជាចំណុចណាមួយក៏បានដែររបស់បន្ទាត់របស់យើងណាសំទោសអាហ្នឹងគឺចំណុចរបស់ m គឺជាចំណុច m របស់យើងសំទោសនេះចំណុច p ខុសទៀតដែរគឺជាចំណុច p របស់យើងអូខេអញ្ចឹងប៉ុណ្ណឹងទៅយើងជួសរូបមន្តចូលអញ្ចឹងយើងសរសេរឲ្យមើលឲ្យវាកាន់តែស្រួលមើលតែម្ដងគឺសរសេររៀងនេះគឺលេខ0 0x បូកឲ្យ y 16យើងអាចសរសេរចឹងបានអញ្ចឹងយើងទាញមកបាន a ស្មើ0 b ស្មើ1ហើយនឹង c ស្មើ16អញ្ចឹងយើងជួសចូលមកបាន y 16អានេះ a ស្មើបាន a ស្មើ0 b ស្មើ1អូខេអញ្ចឹងលើកអង្គទី2ជាការ៉េអញ្ចឹងនេះជាប់ដល់លេខខាតដោយសារតែយើងអត់ដឹងថា y ហ្នឹង y ចំហុយគេy របស់ p
vì thông trên số rồi tôi trên số thì chẳng nhận đợi lại địch hạt và thế lại địch hạt tới giờ đạn lưu chi cà rề máu bật lại địch hạt này cho vì chính là một độ mình tái vì lưu chi cà rề bộ có đôi độ đó vì mình được ngỏ cho dương khơi thành đi về chụp cà rề y cà rề ní xong khang khi trong việc y cà rề những ai trong pro chào nó bị dương liệt cho nên dương mà chẳng liệt thế dương mơ đây là một này cả đọt sai dương chơi ta xe thế dương mơ thà từ ta xe mấy ở bên gì suối cho nên pet hay streng là ồ nhưng bao nhiêu phần em máu rồi sao tự nhiên đừng nói riêng một parabo mà hàng ấy ông ấy cứ lưu gì cả đấy mà ông thì nó cho y cả đấy lưu gì cả đấy ông thì nó cứ y cả đấy trong bao một phần này tiếp tục là cả slide máu tôi bắt đầu mà mơ biết TP đợt ra này dùng mình này cho em ta xây việc mà phần này máu để sao tại tôi là video mình đấy đúng không parabo nó cứ dừng dây từ đó đây betul đi cái màผมmuốn chỉ betul pram tưរបស់ parabo ចឹងតាមបំរាប់ចម្ងាយ PF ស្មើនឹង PL L ជារបស់បតនអូខេចឹងតាមនិយមន័យ P ជា parabo ដែលមានកំណុំមកប៉ុណ្ណឹងបន្ទាប់ប្រាប់ទៅនឹងប៉ុណ្ណឹងតែនេះបើសិនជាយើងអត់ចេះនិយមន័យទេគឺទៅអត់រួចចឹងគេបាន P ស្មើប៉ុណ្ណឹងចឹងដោយសារតែវាមានបន្ទាប់ប្រាប់ទៅy ស្មើប៉ុណ្ណឹងជាបន្ទាត់ដេកអញ្ចឹងខ្ញុំបាននិយាយពីវីដេអូមុនដែរអញ្ចឹងបន្ទាត់ប្រាប់ទិសជាមួយនឹងអាស៊ីណូឆ្លោះគឺវាកែងគ្នាអញ្ចឹងបន្ទាត់ប្រាប់ទិសដេក y ស្មើនឹង6អញ្ចឹងឆ្លោះរបស់វាអាចអញ្ចឹងមិនវាអាចទៅវាអញ្ចឹងចំណែកឯក្រៅវាអាចបែរឡើងលើពេលធំជាង0ប្រកាប់ចុះក្រោមពេលតូចជាង0អញ្ចឹងនេះប៉ុណ្ណេះអញ្ចឹងរបៀបនៃការចំណាំគឺការ៉េនៅលើហាស់អញ្ចឹងហាស់មានបូកអីទេឬក៏គេនិយាយថាហាស់ថេហេតុអីបានជាហាស់ថេឧទាហរណ៍វិញចេះមកចានេះជាកម្ពូល y អានេះជាកំណុំ f អញ្ចឹងបើសិនជាយើងមើលទៅ abscis របស់កម្ពូលនិងកំណុំដូចគ្នាដែលមានតម្លៃរបស់វាគឺស្មើនឹងហាស់ចំណែកឲ្យអានេះទៅតាម i ច្រើនហ្នឹងគឺវាខុសគ្នាអញ្ចឹងលើកជាការ៉េនៅលើហាស់បើន័យថាហាស់មានបូកអីទេឬក៏ហាស់ថេអញ្ចឹងទៅតែរបបវាគឺបូកគេខ្ញុំទីយកមួយទៅពេលនេះគឺស្មើប៉ុណ្ណឹងវាស្មើនឹងអីគេដូរសញ្ញាឡើយនេះពីបូកទៅដកចូលជាប្រព័ន្ធមកដល់ស្រ័យមកឃើញពេលស្មើដក2ការស្មើនឹង4អញ្ចឹងយើងជួសចូលទៅក្នុងសមីការនេះមកចេញច្រឡំមកដូចគ្នាអូខេចឹងលំហាត់3យើងគឺចប់ហើយតែប៉ុណ្្នឹងឯងវីដេអូក្រោយយើងដល់លំហាត់ទី8ឬក៏ទី9អត់ច្បាស់ទេ